ដើម្បីឲ្យលោកគ្រូអ្នកគ្រូបងប្អូនយល់សេចក្តីដែលខ្ញុំនិយាយនៅថ្ងៃនេះខ្ញុំចង់ធ្វើទីបន្ទាល់ខ្លីបន្តិចមុនសិនរួចមកខ្ញុំនឹងលើកព្រះបន្ទូលតាមក្រោយហើយខ្ញុំនឹងបញ្ចប់ព្រះបន្ទូលដោយសេចក្តីសង្ខេបខ្លះដូច្នេះវាមានពី3ចំណុចទី1ខ្ញុំចង់ធ្វើទីបន្ទាល់សេចក្តីទីបន្ទាល់របស់ខ្ញុំគឺមានរយៈពេល50ឆ្នាំជាងមកហើយនេះគឺនៅក្នុងឆ្នាំ78ចូល79ហ្នឹងក្រោយដែលយើងចេញពីរបបខ្មែរក្រហមយើងស្រុកយើងបានឆ្លងកាត់នៅការអត់ឃ្លានក្រោយដែលមានទ័ពចេញពីប្រទេសវៀតណាមមកលុកលុយទៅគឺយើងស្រុកខ្មែរយើងជួបប្រទះនឹងការអត់ឃ្លានហ្នឹងហើយដែលខ្ញុំដឹងព្រោះខ្ញុំនៅខាងឧត្តរមានជ័យខាងខេត្តខាងស្រុកសេរីសុភ័ណ្ឌឬក៏ស្វាយស៊ីសុភ័ណ្ឌហើយនៅមង្គលបុរីម្ល៉េះយើងដឹងថាមានការអត់បាយមានការអត់ឃ្លាន